សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅថ្ងៃនេះថ្ងៃអាទិត្យទី22ខែមិថុនាឆ្នាំ2025ណាមកនៅសហរដ្ឋអាមេរិកនេះហើយកាលពីព្រឹកមិញគឺរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកហើយនឹងលោកប្រធាននាយសេនាធិការកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិកគឺលោក Dan Kane បានធ្វើសន្និសីទកសែតពន្យល់អំពីប្រតិបត្តិការដែលសហរដ្ឋអាមេរិកប្រើសុទ្ធតែយន្តហោះបំបាំងកាយប្រភេទ B2 ហ្នឹងទៅទម្លាក់គ្រាប់បែកដែលមានទម្ងន់ធំបំផុតទៅលើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដល់ទៅ3គ្រឿងដល់ទៅ3កន្លែងណោះហើយគេចាត់ទុកថានេះគឺជាប្រតិបត្តិការដែលប្រើប្រាស់គ្រាប់បែកទម្ងន់ធ្ងន់ដែលមានទម្ងន់រហូតដល់13តោនជាងមក MOP ហ្នឹងគឺរហូតដល់14គ្រាប់ដែលជាប្រតិបត្តិការនៃប្រើគ្រាប់ហ្នឹងលើកទី1ហើយនៅក្នុងប្រតិបត្តិការពិតហ្នឹងអញ្ចឹងខ្ញុំសូមឲ្យប្រិយមិត្តទាំងអស់គ្នាស្ដាប់មើលថាប្រសាសន៍របស់លោកនាយសេនាធិការកងទ័ពចម្រុះហ្នឹងគាត់និយាយហ្នឹងមានចំណុចណាគួរឲ្យចាប់អារម្មណ៍ដើម្បីជាផ្នែកមួយនៃការដឹងព័ត៌មានផងជាការសិក្សាផងហើយចាំពេលចប់ខាងក្រោយគឺខ្ញុំនឹងសង្ខេបជូនប្រិយមិត្តតើការចាប់អារម្មណ៍របស់ប្រិយមិត្តដូចខ្ញុំដែរឬទេឥឡូវនេះខ្ញុំសូមបកប្រែទូទស្សន៍ដើម្បីជូនជាព័ត៌មានThank you, Mr. Secretary. សូមអរគុណលោករដ្ឋមន្ត្រីសូមអរគុណចំពោះការទទួលស្គាល់ការងាររបស់អ្នកទាំងអស់ដែលបានធ្វើការងារប្រទេសជាតិរបស់យើងហើយពិតជាល្អណាស់ដែលបានឃើញអ្នកទាំងអស់គ្នានៅទីនេះនៅព្រឹកនេះកាលពីយប់មិញតាមបញ្ជារបស់លោកប្រធានាធិបតីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ Eric Kurilla បានធ្វើប្រតិបត្តិការឈ្មោះថាញញួរកណ្ដាលអាត្រៀតដោយល្អិតល្អន់និងច្បាស់លាស់ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន3នេះគឺជាបេសកកម្មដ៏ស្មុគស្មាញនិងមានហានិភ័យខ្ពស់ដែលអនុវត្តដោយជំនាញពិសេសនិងវិន័យរបស់កងកម្លាំងរួមយើងខ្ញុំសូមអរគុណយុទ្ធជនអ្នករៀបចំផែនការប្រតិបត្តិការទាំងអស់ដែលបានធ្វើឲ្យបេសកកម្មនេះអាចសម្រេចបានសកម្មភាពរបស់ពួកគេឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់បំផុតនៃកងកម្លាំងប្រដាប់អាវុធរបស់អាមេរិកប្រតិបត្តិការនេះត្រូវបានរៀបចំឡើងដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរវាត្រូវបានគ្រោងទុកនិងដំណើរការនៅគ្រប់ផ្នែកនិងតំបន់ជាច្រើនដោយមានការសម្របសម្រួលដែលឆ្លុះបញ្ចាំងពីសមត្ថភាពរបស់យើងក្នុងការបង្ហាញអំណាចជាសកលដោយល្បឿននិងភាពជាក់លាក់តាមពេលវេលានិងទីកន្លែងតាមការជ្រើសរើសរបស់ប្រទេសយើងនេះជាបេសកកម្មមួយដែលមានមនុស្សតិចណាស់នៅក្នុងក្រុង Washington ដែលដឹងពីពេលវេលាឬផែនការនេះខ្ញុំនឹងបង្ហាញ graphic នៅចំហៀងដែលមានព័ត៌មានលម្អិតអំពីប្រតិបត្តិការមួយចំនួននៅពាក់កណ្ដាលអាធ្រាត្រថ្ងៃសុក្រដល់ថ្ងៃសៅរ៍ក្រុមវាយប្រហារ B2 ដ៏ធំមួយដែលរួមមានយន្តហោះទម្លាក់គ្រាប់បែកបានចាប់ផ្ដើមហោះពីទ្វីបសហអាមេរិកដែលជាផ្នែកមួយនៃផែនការដើម្បីរក្សាការវិឆ្មក់ផ្នែកយុទ្ធសាស្ត្រដោយក្រុមនេះបានបន្តហោះទៅភាគខាងលិចនិងទៅកាន់ប៉ាស៊ីហ្វិកដើម្បីជាការបញ្ឆោតកិច្ចខិតខំប្រឹងប្រែងបញ្ឆោតនេះដឹងតែអ្នករៀបចំផែនការនិងអ្នកដឹកនាំសំខាន់មួយចំនួនតូចប៉ុណ្ណោះនៅក្នុងទីក្រុង Washington និងក្រុង Tampa ក្រុមវាយប្រហារចម្បងរួមមានយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 ចំនួន7គ្រឿងដែលនីមួយៗមានអ្នកបើកបរ2នាក់បានបន្តទៅភាគខាងកើតដោយស្ងប់ស្ងាត់ដោយធ្វើការទំនាក់ទំនងតិចតួចបំផុតក្នុងការហោះហើររយៈពេល18ម៉ោងទៅកាន់តំបន់គោលដៅយន្តហោះបានចាក់សាំងបន្ថែមជាច្រើនដងលើអាកាសនៅពេលដល់តំបន់ដីគោកយន្តហោះ B2 បានរួមគ្នាជាមួយនឹងយន្តហោះអមដំណើរនិងយន្តហោះគ្រប់គ្រងដោយប្រើពេលដ៏ស្មុគស្មាញមួយដែលតម្រូវឲ្យធ្វើការស៊ីសង្វាក់គ្នាយ៉ាងពិតប្រាកដនៅទូទាំងផ្នែកជាច្រើននៅក្នុងផ្នែកតូចចង្អៀតនៃអាកាស all done with minimal communications. This type of integration is exactly what our joint force does better than anyone else in the world. ទាំងអស់ត្រូវបានធ្វើការដោយតាក់ទងគ្នាតិចតួចបំផុតប្រភេទនៃការរួមកម្លាំងនេះគឺពិតជាអ្វីដែលកម្លាំងរួមរបស់យើងធ្វើបានល្អជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោកនៅម៉ោងប្រហែល5ល្ងាចម៉ោងនៅរដ្ឋធានី Washington កាលពីយប់មិញនិងមុនពេលដែលក្រុមវាយប្រហារចូលទៅក្នុងប្រទេសអ៊ីរ៉ង់នាវាមួយទឹករបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់បញ្ជាការកណ្ដាលបានបាញ់មីស៊ីលធំមហោបជាង20គ្រាប់ដាក់អគារនៅផ្នែកខាងលើនៃរោងចក្រ Isfahan នៅពេលដែលក្រុមប្រតិបត្តិការវាយប្រហារញញួរកណ្ដាលអាធ្រាត្រចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់សហរដ្ឋអាមេរិកប្រើតាក់ទិកបញ្ឆោតជាច្រើនរួមទាំងការបញ្ឆោតដែលមានយន្តហោះចំនួនទី4និងទី5បានហោះខ្ពស់និងលឿនទៅពីមុខក្រុមវាយប្រហារស៊ើបរកសត្រូវនឹងការគំរាមកំហែងពីអាកាស and surface-to-air missile threats. The strike package was supported by U.S. Strategic Command. ក្រុមវាយប្រហារនេះត្រូវបានគាំទ្រដោយបញ្ជាការយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបញ្ជាការដឹកជញ្ជូនអាមេរិកបញ្ជាការតាមអ៊ីនធឺណិតអាមេរិកនិងបញ្ជាការកងកម្លាំងអវកាសអាមេរិកនិងបញ្ជាការនៅអឺរ៉ុបរបស់អាមេរិក
នៅពេលដែលក្រុមវាយប្រហារបានខិតជិតដល់រោងចក្រនុយក្លេអ៊ែរ Fordo និង Natanz កងការពាររបស់សហរដ្ឋអាមេរិកបានប្រើប្រាស់អាវុធបង្ក្រាបល្បឿនលឿននិងធានាថាក្រុមវាយប្រហារអាចឆ្លងកាត់ប្រកបដោយសុវត្ថិភាពហើយយន្តហោះចម្បាំងបានប្រើការទប់ស្កាត់ការបាញ់ទុកជាមុនប្រឆាំងនឹងការគំរាមកំហែងតាមអាកាសរបស់អ៊ីរ៉ង់យើងមិនបានឃើញការបាញ់ប្រហារលើក្រុមវាយប្រហាររបស់សហរដ្ឋអាមេរិកតាមផ្លូវចូលនោះទេនៅម៉ោងប្រហែល 6:40 នាទីល្ងាចម៉ោងស្តង់ដារនៅខាងកើតយន្តហោះ B2 នាំមុខបានទម្លាក់គ្រាប់បែកធុន GBU 57ចំនួន2គ្រាប់នៅលើគោលដៅទី1នៃគោលដៅជាច្រើននៅ Fordo ដោយដែលប្រធានាធិបតីបាននិយាយកាលពីយប់មិញថាយន្តហោះទម្លាក់គ្រាប់បែកដែលនៅសល់បន្ទាប់មកបានវាយប្រហារគោលដៅរបស់ពួកគេផងដែរដែលមានចំនួនសរុបចំនួន14គ្រាប់បានទម្លាក់ប្រឆាំងនឹងតំបន់គោលដៅនុយក្លេអ៊ែរចំនួន2ផ្សេងទៀតគឺសរុបចំនួន3គោលដៅនុយក្លេអ៊ែរនៅម៉ោង 6:40 នាទីល្ងាចនិងម៉ោង 7:05 នាទីល្ងាចនោះគឺប្រហែលជាម៉ោង 2 និង 10 នាទីព្រឹកម៉ោងនៅក្នុងប្រទេសអ៊ីរ៉ង់ហើយកម្មជួយថមហុកជាចុងក្រោយបានបន្តវាយប្រហារនៅរោងចក្រ Esfahan ដើម្បីធានាថាយើងរក្សានូវការវិឆ្មក់នៃប្រតិបត្តិការនេះពេលនោះក្រុមប្រតិបត្តិការញញួរកណ្ដាលអាធ្រាត្របានហោះចេញពីដែនអាកាសអ៊ីរ៉ង់ហើយក្រុមនោះបានចាប់ផ្ដើមត្រឡប់មកផ្ទះវិញយើងមិនឃើញមានការបាញ់ប្រហារលើក្រុមវាយប្រហារនៅតាមផ្លូវចេញវិញនោះទេយន្តហោះចម្បាំងរបស់អ៊ីរ៉ង់មិនបានហោះហើរទេហើយវាហាក់បីដូចជាប្រព័ន្ធមីស៊ីលលើអាកាសរបស់អ៊ីរ៉ង់មិនបានឃើញយើងទេ Return home. We are unaware of any shots fired at the package on the way out. Iran's fighters did not fly, and it appears that Iran's surface-to-air missile systems did not see us. Throughout the mission, we retained the element of surprise. ពេញមួយបេសកកម្មយើងរក្សានូវការវាយមិនឲ្យដឹងខ្លួនជាមុនជាសរុបកងកម្លាំងសហរដ្ឋអាមេរិកបានប្រើប្រាស់អាវុធនាំផ្លូវសុក្រិតប្រមាណ75គ្រាប់ក្នុងអំឡុងពេលប្រតិបត្តិការនេះដែលរួមបញ្ចូលដោយដែលលោកប្រធានាធិបតីបាននិយាយកាលពីយប់មិញថាគ្រាប់ទម្លុះដីដ៏ធំចំនួន14គ្រាប់ដែលមានទម្ងន់ជាង13តោនក្នុងមួយគ្រាប់ដែលនេះជាការប្រើប្រាស់អាវុធនេះជាលើកដំបូងដែលមិនធ្លាប់មានខ្ញុំដឹងថាអ្នកទាំងអស់គ្នាចង់ដឹងការខូចខាតក្នុងសមរភូមិការខូចខាតក្នុងសមរភូមិចុងក្រោយនឹងចំណាយពេលខ្លះសិក្សាសិនប៉ុន្តែការសិក្សាការខូចខាតសមរភូមិដំបូងបង្ហាញថាទីតាំងទាំង3រងការខូចខាតនិងការបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតយន្តហោះអាមេរិកជាង125គ្រឿងបានចូលរួមក្នុងបេសកកម្មនេះរួមទាំងយន្តហោះទម្លាក់គ្រាប់បែកបំបានកាយ B2 ជាច្រើនយន្តហោះចម្បាំងចំនួនទី4និងទី5ជាច្រើននិងយន្តហោះចាក់ប្រេងតាមអាកាសរាប់សិបគ្រឿងនាវាមួយទឹកបំពាក់កាំជួយដឹកនាំផ្លូវនិងយន្តហោះស៊ើបការសម្ងាត់និងយន្តហោះឆ្លូបយកការព្រមទាំងអ្នកបច្ចេកទេសរាប់រយនាក់ដែលមានជំនាញប្រតិបត្តិការ of maintenance and operational professionals. As the Secretary said, this was the largest B2 operational strike in US history. ដោយដែលលោករដ្ឋមន្ត្រីបាននិយាយថានេះគឺជាការវាយប្រហារប្រតិបត្តិការ B2 ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកនិងបេសកកម្ម B2 វែងបំផុតទី2ដែលមិនធ្លាប់មានក្រៅពីការហោះហើរទាំងនោះក្នុងរយៈពេលក្រោយការវាយប្រហារ 9/11 នៅមុននេះលោកឧត្តមសេនីយ៍ Kurilla បានបង្កើនវិធានការការពារកម្លាំងនៅទូទាំងតំបន់ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ាក់ស៊េរីនិងឈូងសមុទ្រកងកម្លាំងរបស់យើងនៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់យ៉ាងពេញលេញដើម្បីឆ្លើយតបទៅនឹងការសងសឹករបស់អ៊ីរ៉ង់ឬការវាយប្រហារដោយទាហានសេនាជនរបស់ពួកគេដែលនឹងក្លាយជាជម្រើសដ៏អាក្រក់មិនគួរឲ្យជឿបើហ៊ានយើងនឹងការពារខ្លួនយើងសុវត្ថិភាពរបស់យោធាយើងនិងជនស៊ីវិលនៅតែជាអាទិភាពខ្ពស់បំផុតរបស់យើង This mission demonstrates the unmatched បេ reach សកកម្មនេះបង្ហាញពីការសម្របសម្រួលនិងសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់យោធាអាមេរិកក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដែលបានចេញពីការធ្វើផែនការយុទ្ធសាស្ត្ររហូតដល់ប្រតិបត្តិការជាសកលប្រតិបត្តិការនេះគូបញ្ជាក់ពីសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបាននឹងការទៅដល់កន្លែងនានានៅលើសកលលោកនៃយោធាអាមេរិកដោយដែលប្រធានាធិបតីបាននិយាយយ៉ាងច្បាស់កាលពីយប់មិញថាគ្មានយោធាណាមួយក្នុងពិភពលោកអាចធ្វើរឿងនេះបានទេខ្ញុំចូលរួមជាមួយលោកប្រធានាធិបតីលោករដ្ឋមន្ត្រីហើយមានមោទនភាពយ៉ាងខ្លាំងចំពោះអាកាសយានិកកងកម្លាំងជើងទឹកអ្នករៀបចំផែនការប្រតិបត្តិការតាមអ៊ីនធឺណិតនិងក្រុមគាំទ្រមានបញ្ជាការដែលបានធ្វើឲ្យបេសកកម្មនេះអាចដំណើរការទៅមុខបានវាគឺជាវិន័យជំនាញនិងការធ្វើការជាក្រុមរបស់ពួកគេដែលធ្វើឲ្យប្រតិបត្តិការនេះអាចទៅរួចខ្ញុំមានមោទនភាពជាពិសេសចំពោះវិន័យរបស់យើងតាក់ទងនឹងសន្តិសុខប្រតិបត្តិការអ្វីមួយដែលជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់លោកប្រធានាធិបតីលោករដ្ឋមន្ត្រីឧត្តមសេនីយ៍ Kurilla និងខ្ញុំហើយយើងនឹងបន្តផ្ដោតលើរឿងនេះនៅពេលដែលយើងឈរជើងនៅទីនេះនៅព្រឹកនេះយន្តហោះរបស់យើងជាច្រើននៅតែកំពុងហោះហើរនៅលើអាកាសហើយយើងបានដាក់ពង្រាយកម្លាំងរាប់រយនាក់
ខ្ញុំសូមស្នើឲ្យយើងគិតបន់ស្រន់ដល់អ្នកប្រយុទ្ធរបស់យើងនៅតាមផ្លូវត្រឡប់មកផ្ទះរបស់ពួកគេនិងយោធារបស់យើងកម្លាំងរួមរបស់យើងនៅតែត្រៀមខ្លួនដើម្បីការពារសហរដ្ឋអាមេរិកកងទ័ពរបស់យើងនិងផលប្រយោជន៍របស់យើងនៅក្នុងតំបន់សូមអរគុណច្រើនបាទឃើញទេបានស្ដាប់ហើយអញ្ចឹងគឺមានចំណុចណាគួរឲ្យចាប់អារម្មណ៍ទេខ្ញុំមានចំណុចមួយចំនួនដែលខ្ញុំចង់បង្ហាញនេះគឺទី1គឺវាសំខាន់ណាស់ក្នុងការធ្វើប្រតិបត្តិការអ្វីមួយគឺរក្សាការសម្ងាត់គឺការរៀបចំផែនការនោះរក្សាការសម្ងាត់មិនឲ្យមានណាដឹងទេហើយទី2គឺតាក់ទងជាមួយនឹងការត្រូវវាយប្រហារនោះគឺដោយគេថាលក្ខណៈឆ្មក់តែម្ដងកុំឲ្យដឹងខ្លួនមុនកុំឲ្យសត្រូវដឹងខ្លួនមុនអានឹងគឺជាតាក់ទិកហ្នឹងគឺចាស់មកហើយតាំងពីតាមយើងមើលតាំងពីជំនាន់បរមបុរាណចិនប្រយុទ្ធគ្នាក៏គេតែងតែប្រើតាក់ទិកហ្នឹងដែរហើយចំណុចមួយទៀតគឺយើងខ្ញុំចាប់អារម្មណ៍ដែរនោះគឺការដែលសហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកហ្នឹងគឺមានការរៀបចំគ្នាយ៉ាងល្អរវាងកងទ័ពច្រើនណាព្រោះការហោះទៅហ្នឹងគឺមានការពេលវេលាតិចតួចហើយមានការរក្សាការទំនាក់ទំនងនោះមិនឲ្យដឹងសត្រូវដឹងចាប់ខ្សែទំនាក់ទំនងឲ្យបានទេហើយមួយទៀតហ្នឹងគឺគេថាតាក់ទិកបញ្ឆោតគេយើងពេលដែលព័ត៌មានចេញមកដំបូងហ្នឹង breaking news ដំបូងហ្នឹងខ្ញុំថាអូមានយន្តហោះទៅហ្គាំទៅអីការពិតគេមានយន្តហោះគេ7គ្រឿងសម្រាប់ហោះទៅសម្រាប់បេសកកម្មកំទេចមែនក្រុមប្រយុទ្ធហ្នឹងមែន7គ្រឿងទៀតហោះទៅកន្លែងផ្សេងនោះដើម្បីឲ្យអ្នកណា track គេតាមដានជើងហោះហើរហ្នឹងទៅឃើញទៅនោះអញ្ចឹងមានន័យថាគាត់ថាជាការហោះហើរធម្មតាគេបង្វែងដានតែម្ដងគឺល្អណាស់គឺការស្មារតីវិន័យនិងជំនាញរបស់កងទ័ពសហរដ្ឋអាមេរិកខ្លាំងមានចំណុចច្រើនក៏តែចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍គឺមនុស្សជាប្រិយមិត្តចាប់អារម្មណ៍ដូចខ្ញុំហ្នឹងគឺតាក់ទងជាមួយនឹងសត្រូវគឺអ៊ីរ៉ង់លោកអាដាមសេនីលោកបាននិយាយ2ដងទី1ក៏ថាពេលដែលក្រុមវាយប្រហារនឹងចូលទៅហ្នឹងគឺអ៊ីរ៉ង់អត់មានបាញ់ឲ្យមកវិញទេបានតែអត់ដឹងសោះតែម្ដងអត់ដឹងយន្តហោះអ៊ីរ៉ង់ក៏អត់មានដឹងប្រតិបត្តិការដើម្បីទៅស្កាត់មីស៊ីលរបស់អ៊ីរ៉ង់ដែលថាបកែហ្នឹងក៏អត់មានអីហោះទៅស្កាត់ដល់ពេលចេញមកវិញក៏ចឹងដែរចេញមកវិញក៏អត់មានកម្លាំងរបស់អ៊ីរ៉ង់ណាមកស្កាត់មកអីដែរដែលអាមេរិកគេត្រៀមពេលដែលចូលហ្នឹងគឺថាគេឲ្យយន្តហោះ General 45ហ្នឹងគឺបើកហោះទៅមុនដើម្បីការពារបើខាងណាសត្រូវគេបាញ់មកគឺយន្តហោះហ្នឹងបាញ់ទម្លាក់ក្របនៅមុនដើម្បីការពារអា B2 នេះអត់ឲ្យប៉ះអាហ្នឹងទេហើយគេថែមទាំងបាញ់អាក្របហ្នឹងដើម្បីសង្កត់ដែនក្របដែលបាញ់មកហ្នឹងគឺអត់ឲ្យប៉ះយន្តហោះវាប្រហាររបស់អាមេរិកបានអញ្ចឹងរឿងនេះគឺជារឿងមួយល្អអញ្ចឹងបើសិនជាយើងស្ដាប់ហើយយើងទុកពិចារណាសិក្សាសម្រាប់ពេលខាងមុខទាំងអស់គ្នាហើយខ្ញុំនឹងព្យាយាមរករឿងដែលល្អអញ្ចឹងរឿងពិតអញ្ចឹងដើម្បីជាការសិក្សាពីព្រោះខ្ញុំជឿថាប្រិយមិត្តខ្លះចូលចិត្តតាមដានរឿងដែលបុរាណអីហ្នឹងដែលមានលក្ខណៈតាក់ទិកយុទ្ធសាស្ត្រអញ្ចឹងឥឡូវនេះសម័យទំនើបគឺយើងបានដឹងអញ្ចឹងសង្ឃឹមថារីករាយហើយបើមានចាប់អារម្មណ៍ទៅលើរឿងណាផ្សេងទៀតសូមសរសេរ comment មកខ្ញុំនឹងព្យាយាមដើម្បីចែករំលែកបន្តឲ្យបានជាចំណេះដឹងទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា